រឿងរ៉ាវមួយនៃជីវិតគូបងប្អូនទាំងគ្នាមិនមានគូណាមួយដែលថាមិនចង់បានក្តីសុខនោះទេតែងតែចង់បាននៅចំណងស្នេហ៍អមតៈអាចមើលថែគ្នាដល់ចាស់ព្រឹកចាស់ព្រេងមែនទែនទៅមុននឹងយើងស្វែងរកអត្ថន័យនៃជីវិតគូឃើញជីវិតគូនីមួយៗតែងតែមានលក្ខណៈខុសគ្នាមួយបែបម្នាក់មានរឿងរ៉ាវជាច្រើនដែលយើងគួរតែអនុវត្តក្នុងការបង្កើតដែលមានសមិទ្ធផលនៅក្នុងរង្វង់គ្រួសារវាអត់មានអីច្រើនទេក្រៅពីពាក្យថាស្មោះត្រង់គោរពឲ្យតម្លៃរាល់បញ្ហាទាំងឡាយក្នុងគ្រួសារត្រូវរួបរวมគ្នាក្នុងការដោះស្រាយដើម្បីភាពរីករាយដូចពាក្យចាស់លោកពោលថាប្រិយប្រពន្ធត្រូវតែមានចិត្តមួយថ្លើមតែបងប្អូនធ្លាប់គិតទេថានៅពេលដែលយើងមានចំនួនគ្រួសារខ្លះក៏គាត់មានមាត់តូចមាត់ធំបងប្អូនខ្លះទៀតក៏គាត់មិននិយាយស្ដីអាចមានជាអំពើហិង្សានៅក្នុងគ្រួសារទាំងអស់នេះហើយដែលបញ្ជាក់ឲ្យយើងឃើញថានៅពេលដែលមានចំនួនប្រកបណាស់ពិតជាមានបញ្ហាចំពោះគោលទាំងពីរនាក់មែនទែនទៅនៅក្នុងពេលដែលមានបញ្ហាយើងត្រូវតែស្ដាប់នឹងការនិយាយពាក្យពិតចេញពីភរិយាស្វាមីដោះស្រាយចំនួនដោយសន្តិវិធីមិនមានការស្ដីបន្ទោសមិនប្រើអំពើហិង្សាត្រូវធ្វើការអត់ធ្មត់ឲ្យបានខ្ពស់រាល់បញ្ហាគឺយើងត្រូវអភ័យទោសរៀងរាល់បើសិនជាយើងមិនមានគោលដៅរួមទេប្រកបយើងមិនអាចដើរទៅដល់គោលដៅដែលយើងចង់ប្តីខំរកប្រពន្ធខំរកមានផែនការគ្រួសារចាប់ដៃគ្នារួមគិតរួមធ្វើគ្រប់យ៉ាងវានឹងទទួលបានផលមិនថាជាលុយកាក់មិនថាជាក្តីសុខដែលយើងគួរតែដឹងនៅក្នុងជីវិតប្តីប្រពន្ធមានពេលខ្លះគ្រួសារមានចំណេះដឹងកម្រិតឆ្ងាយពីគ្នាពេកក៏ជាបញ្ហាមួយនៅក្នុងការគិតជីវិតប្តីប្រពន្ធយើងត្រូវតែបន្តការរៀនសូត្របន្តការអនុវត្តនៅចំណេះដឹងឲ្យកាន់តែល្អប្រសើរការអភិវឌ្ឍខ្លួនសម្រាប់ខ្ញុំមិនមែនជាគូដែលល្អឥតខ្ចោះនោះទេគ្រាន់តែថាអ្វីដែលខ្ញុំអាចធ្វើឲ្យអស់ពីលទ្ធភាពនៅក្នុងនាមជាស្វាមីខ្ញុំត្រូវកសាងក្តីសុខនៅក្នុងគ្រួសារបង្កើតរឿងល្អបន្តការចូលរួមចែករំលែកទាំងអស់គ្នាបងប្អូននៅរឿងល្អនិងមេរៀនជីវិតនៅក្នុងជីវិតគូអរគុណច្រើន